ចាសួស្តីបងប្អូនឥឡូវយើងមកជួបជាមួយនឹងជនឆបោកលួចលុយ Medicare ម្នាក់ទៀតដែលខាង FBI កំពុងតែតាមចាប់ខ្លួនបើសិនជាមានដំណឹងចាអញ្ចឹងគឺជនទី3ដែលនៅក្នុងវីដេអូខ្ញុំនេះគឺមានឈ្មោះថាលោក Khalid Ahmed Sateri ដែលលោករស់ស៊ីស្តៀងគ្នាដូចនឹងអ្នកស្រី Emily Thai ដែរគឺគាត់មានក្រុមហ៊ុនឬក៏ដោយថាខាង Labo ដែលធ្វើតេស្តមើល genetic ហៅថា generic testing ហើយគាត់បានប្រើព័ត៌មានคล้ายៗធ្វើវិក័យប័ត្រคล้ายៗដើម្បីគិតលុយទៅពីខាង Medicare សងគាត់បានរហូតដល់$547 លានបងប្អូនអញ្ចឹងគាត់លួចបានពីខាង Medicare $547 លានដែលបច្ចុប្បន្ននេះគឺដែលគេបានរកឃើញករណីដែលក្លែងបន្លំរបស់គាត់ហើយចេញដោយការចាប់ខ្លួននៅឆ្នាំ2022ប៉ុន្តែគាត់បានដាក់មីប្រូចបាត់ហើយសប្តាហ៍ថ្ងៃគេជឿថាគាត់កំពុងតែលាក់ខ្លួនពួនសំងំនៅក្នុងប្រទេសអារ៉ាប់រួមចាអញ្ចឹងចាគាត់ឈ្មោះ Khalid Ahmed Sateri បងប្អូនណានៅប្រទេសអារ៉ាប់រួមអាចមើលមុខទៅទៀតខ្ញុំនឹងដាក់នៅក្នុង comment ខាងក្រោមអ្នកដែលឆបបោកទាំងអស់នេះបងប្អូនគឺគេជីវិតរបស់គេ lifestyle របស់គេហ្នឹងគឺឡានផ្ទះប្រណិតហើយគ្រឿងអលង្ការអីគឺសិតតែថ្លៃហើយគេក៏យកលុយហ្នឹងទៅលាងនៅប្រទេសក្រៅដូចជាការវិនិយោគទៅលើសន្តាគារទៅលើ resort អីចឹងទៅចាអញ្ចឹងនៅក្នុងនេះដែរគឺលោក Patel ដែលជាអគ្គនាយក FBI អាមេរិកបានធ្វើសេចក្តីថ្លែងការណ៍នៅមុខសារព័ត៌មានថាគឺក្រុមក្នុងរយៈពេល14ថ្ងៃនេះ FBI អាមេរិកបានរកឃើញជនសង្ស័យ455នាក់ដែលមានការរស់ស៊ីខ្លាញ់បន្លំលួចលុយពីខាង Medicare គេហៅ Medicare fraud បងប្អូនគិត455នាក់ហើយបានលួចលុយសរុបប្រហែលជា6.5ពាន់លានដុល្លារឬក៏អង់គ្លេសថា6.5 billion បងប្អូនសំទោសខ្ញុំនិយាយពាក្យ billion សឹងពេលខ្លះនិយាយខុសជាភាសាខ្មែរចាអញ្ចឹងគឺបងប្អូនមានដំណឹងអាចជូនដំណឹងមកខាង FBI បានចាអញ្ចឹងគឺបងប្អូនស្គាល់3នាក់ហើយ